ជីវិតវាមិនស្រស់ស្អាតគ្រប់ពេលនោះទេថ្មិចបាក់ចាយពេលអស់ពាក់កណ្ដាលជីវិតបាត់ទៅហើយវ័យកាន់តែចាស់ទៅទើបកាន់តែដឹងថាគ្រប់រឿងរ៉ាវទាំងអស់នៅក្នុងជីវិតរបស់យើងគឺមិនស្រស់ស្អាតគ្រប់ពេលនោះទេសូម្បីតែមនុស្សយល់ចិត្តយើងបំផុតធ្វើឲ្យយើងមានអារម្មណ៍ថាពិសេសយ៉ាងណាក៏ដោយក៏មិនមែនមានន័យថាគេអាចសាងអនាគតជាមួយយើងបានដែរហើយក៏គ្មានអ្វីដែលថិតថេរនោះទេនៅក្នុងវដ្តសង្សារនេះពេលខ្លះមនុស្សចូលមកក្នុងជីវិតយើងដើម្បីបង្រៀនយើងឲ្យចេះស្រឡាញ់ហើយពេលខ្លះទៀតមនុស្សចូលមកបង្រៀនយើងឲ្យចេះឈប់ស្រឡាញ់ឲ្យយើងចេះបដិសេធនិងបង្រៀនឲ្យយើងមិនព្រមស្រឡាញ់នរណាម្នាក់ម្ដងទៀតក៏ថាបានពិតណាស់ពេលខ្លះមនុស្សដើរចាកចេញពីយើងតែយ៉ាងណាក៏យើងមិនអីព្រោះថាមេរៀនដែលគេបានផ្ដល់ឲ្យគឺនៅជាប់ចិត្តយើងជានិច្ចហើយត្រូវចាំណាគ្រប់យ៉ាងនៅក្នុងលោកនេះគឺគ្មានអ្វីថិតថេរនោះទេជីវិតយើងកើតមកគ្រាន់តែជាដំណើរខ្លីមួយប៉ុន្តែជីវិតក៏មានការប្រែប្រួលមនុស្សមានទៅហើយមានមកក៏ជារឿងធម្មតាសូម្បីតែរដូវកាលនៅលើផែនដីនេះក៏មានការប្រែប្រួលនៅក្នុងវីដេអូមួយនេះខ្ញុំចង់ឲ្យអ្នកបានដឹងថាស្ថានភាពមិនល្អនាពេលបច្ចុប្បន្នមិនមែនជាថ្ងៃអវសានរបស់អ្នកនោះទេវាគ្រាន់តែជាថ្ងៃមួយឬក៏ស្ថានភាពមួយដែលយើងមានអារម្មណ៍អត់ល្អតែមិនមែនមានន័យថាជីវិតយើងមិនល្អឯណា